នេះជាប្រភេទដំណាំស្ពៃបូកូតែខ្ញុំធ្វើការចាប់វាដាក់ចូលត្រីកំប៉ុងដើម្បីធ្វើការឲ្យវារឹងមាំទើបបានយកទៅដាក់ដាំតែដោយសារតែយើងមានភ្លៀងខុសខែ11នេះហើយយប់មិញនេះទៀតសោតគឺភ្លៀងធ្លាក់មកខ្លាំងមែនទែនធ្វើឲ្យដំណាំស្ពៃបូកូរបស់ខ្ញុំនេះគឺវាធ្វើការខូចស្លឹកជាខ្លាំងជាដំណំតែម្ដងតែក៏វានៅតែមិនជាបញ្ហាទេគឺយើងនៅតែអាចទុកវាដើម្បីឲ្យវារឹងស្លឹកមកវិញនៅពេលដែលវាលូតបន្ថែមទៀតយើងធ្វើការបេះស្លឹកនឹងចោលទៅហើយខ្ញុំសូមបញ្ជាក់ថាការដែលខ្ញុំចិញ្ចឹមស្ពៃបូកូឲ្យធំប៉ុណ្ណេះគឺខ្ញុំប្រើតែពីរប្រភេទទេទី1ខ្ញុំប្រើសកៃដូងម៉ត់ទី2គឺខ្ញុំប្រើជីកប៉ុសហើយរូបមន្តនៅក្នុងការលាយគឺខ្ញុំប្រើ70-30នៅពេលដែលយើងលាយ70-30គឺវាធ្វើឲ្យកូនដំណាំរបស់យើងមិនបឺតយកសារចិញ្ចឹមខ្លាំងពេកហើយវាព្រមព្យាយាមបញ្ចេញឫសនិងបញ្ចេញស្លឹកកាលណាដែលយើងប្រើនៅជីច្រើនពេកវាធ្វើឲ្យដំណាំរបស់យើងគឺខ្ជិលនៅក្នុងការបញ្ចេញឫសបញ្ចេញស្លឹកនេះជារូបមន្តរបស់ខ្ញុំមួយនៅក្នុងការប្រើប្រាស់នៅក្នុងការផ្សាំប្រភេទដំណាំយកស្លឹកអរគុណច្រើនបងប្អូន